សង្គ្រាមអ៊ីរ៉ង់កំពុងបង្រៀនពិភពលោកនៅមេរៀនហិរញ្ញវត្ថុដ៏ឃោរឃៅចំនួន5មនុស្សភាគច្រើនគិតថាសង្គ្រាមត្រូវបានប្រយុទ្ធដោយមីស៊ីលនិងរថក្រោះពួកគេខុសហើយសង្គ្រាមក៏ត្រូវបានប្រយុទ្ធដោយប្រាក់ថាមពលនិងទីផ្សារផងដែរហើយចំនួនរវាងអ៊ីរ៉ង់អ៊ីស្រាអែលនិងសហរដ្ឋអាមេរិកកំពុងសរសេរច្បាប់ហិរញ្ញវត្ថុឡើងវិញរួចហើយនេះគឺជាមេរៀនហិរញ្ញវត្ថុចំនួន5ដែលសង្គ្រាមនេះកំពុងបង្រៀនពិភពលោកនៅពេលនេះ1ថាមពលគ្រប់គ្រងសេដ្ឋកិច្ចពិភពលោកនៅពេលដែលសង្គ្រាមវាយប្រហារមជ្ឈមបូព៌ាទីផ្សារដំបូងដែលផ្លាស់ប្ដូរគឺតែងតែជាប្រេងពីព្រោះប្រហែល20%នៃប្រេងរបស់ពិភពលោកហូរកាត់ច្រកសមុទ្រហ័រមូសនៅពេលដែលច្រករបៀងនោះត្រូវបានគំរាមកំហែងប្រេងឡើងថ្លៃអតិផរណាកើនឡើងសេដ្ឋកិច្ចធ្លាក់ចុះថាមពលមិនមែនគ្រាន់តែជាទំនិញទេវាជាមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចពិភពលោក2សង្គ្រាមបង្កើតអតិផរណាសង្គ្រាមមានតម្លៃថ្លៃរដ្ឋាភិបាលមិនបង់ប្រាក់សម្រាប់សង្គ្រាមជាមួយនឹងការសន្សំទេពួកគេបង់ប្រាក់ជាមួយនឹងបំណុលនិងការបោះពុម្ពប្រាក់តម្លៃប្រេងខ្ពស់ជំរុញដៃផ្ទាល់ដល់អតិផរណាថ្លៃដឹកជញ្ជូនកើនឡើងថ្លៃម្ហូបអាហារកើនឡើងថ្លៃផលិតកម្មកើនឡើងសេដ្ឋកិច្ចទាំងអស់មានអារម្មណ៍ដូចនេះ3ទីផ្សារផ្លាស់ប្ដូរមុនចំណងជើងព័ត៌មានពេលសង្គ្រាមចាប់ផ្ដើមលុយផ្លាស់ប្ដូរលឿនវិនិយោគិនចាប់ផ្ដើមផ្លាស់ប្ដូរទីតាំងមុនពេលមនុស្សភាគច្រើនយល់ពីអ្វីដែលកំពុងកើតឡើងនៅដើមដំបូងនៃចំនួននេះទីផ្សារសកលបានប្រែប្រួលទ្រព្យសម្បត្តិថាមពលកើនឡើងដើមទុនចាប់ផ្ដើមផ្លាស់ប្ដូរទៅរកទ្រព្យសម្បត្តិដែលមានសុវត្ថិភាពជាងទីផ្សារមិនរងចាំភាពប្រកបប្រជាទេពួកវាផ្លាស់ប្ដូរលើហានិភ័យ4ខ្សែច្រម៉ាក់ផ្គត់ផ្គង់គឺជាអាវុធសង្គ្រាមសម័យទំនើបមិនត្រឹមតែកំណត់គោលដៅកងទ័ពទេពួកគេកំណត់គោលដៅហេដ្ឋាសម្ព័ន្ធនិងភស្តុភារផ្លូវថាមពលផ្លូវដឹកជញ្ជូនមជ្ឈមណ្ឌលហិរញ្ញវត្ថុនៅពេលដែលខ្សែច្រម៉ាក់ផ្គត់ផ្គង់ខូចនោះការខូចខាតសេដ្ឋកិច្ចរីករាលដាលទូទាំងពិភពលោកសូម្បីតែការរំខានតិចតួចក្នុងផ្លូវប្រេងសំខាន់មួយក៏អាចរង្គោះរង្គប់សេដ្ឋកិច្ចពិភពលោកទាំងមូលដែរ5ភូមិសាស្ត្រនយោបាយគឺជាការអប់រំហិរញ្ញវត្ថុមនុស្សភាគច្រើននិយាយថាខ្ញុំមិនតាមដាននយោបាយទេប៉ុន្តែនយោបាយតាមដានលុយរបស់អ្នកតនកម្មផ្លូវថាមពលសម្ព័ន្ធភាពយោធាទាំងអស់នេះផ្លាស់ប្ដូរដើមទុនជុំវិញពិភពលោកនោះហើយគឺជាមូលហេតុដែលចំនួនបែបនេះមិននៅក្នុងតំបន់ទេពួកវាคล้ายទៅជាព្រឹត្តិការណ៍ហិរញ្ញវត្ថុសង្គ្រាមអ៊ីរ៉ង់មិនមែនជារឿងរ៉ាវយោធាទេវាជារឿងរ៉ាវលុយកាក់អំពីថាមពលអតិផរណាខ្សែច្រវាក់ផ្គត់ផ្គង់និងរូបិយកម្មការយល់ដឹងអំពីកម្លាំងទាំងអស់នោះគឺជាការដែលអ្នកយល់ដឹងអំពីពិភពលោកពិតសង្គ្រាមមិនត្រឹមតែផ្លាស់ប្ដូរព្រំដែនទេពួកវាផ្លាស់ប្ដូរទ្រព្យសម្បត្តិប្រែសម្រាយពីបរទេស